ខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបគ្នាសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពស្ដីពីស្ថានភាពនៃការរំលោភឈ្លានពានទឹកដីកម្ពុជាពីសំណាក់ប្រទេសថៃបាទហើយជាបឋមដើម្បីបានទទួលព័ត៌មានថ្មីខ្ញុំសូមជូនវេទិកាទៅលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិបាទសូមអញ្ជើញលោកជំទាវចាសសូមគ្រប់អរគុណអ្នកដំនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការឈ្លានពានចូលបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5ដែលគិតមកដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី12ហើយដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៃការគំរាមកំហែងនិងការឈ្លានពានបើកការបាញ់ប្រហារពីសំណាក់យោធាថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាទី1ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហាររំលោភបំពានមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង 8:00 នាទីរហូតដល់ម៉ោង 15:00 នាទីរសៀលនេះនៅវេលាម៉ោង 8:10 នាទីយោធាថៃបានចល័តតបចូលមកក្នុងភូមិសាស្ត្រមុខផ្ទះក្រហមទី2យោម៉ោង 8:15 នាទីយោធាថៃបានចាប់ផ្ដើមវាយប្រហារភូមិសាស្ត្រមុខផ្ទះក្រហម5មករាភ្នំទ្រាប់ព្រះវិហារនិងចំការជ័យនៅវេលាម៉ោង 9:45 នាទីយោធាថៃនៅតែបន្តបាញ់ប្រហារចូលទៅក្នុងភូមិសាស្ត្រប្រាសាទតាមាន់និងប្រាសាទតាក្របីនៅវេលាម៉ោង 9:51 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រភ្នំខ្មោចនៅវេលាម៉ោង 10:07 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែកនៅវេលាម៉ោង 10:29 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារភ្នំខ្មោចនិង5មករានៅវេលាម៉ោងគិតមកដល់តាំងពីវេលាព្រឹករហូតដល់វេលាម៉ោង 14:00 នាទីរសៀលនេះសកម្មភាពនៃការបាញ់ប្រហារពីសំណាក់យោធាថៃដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជានៅតែបន្តបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំកាំភ្លើងចល័តបាញ់ចូលទៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងភ្នំត្រងោលចំពោះភូមិសាស្ត្រតាថៅនិងភ្នំខ្មោចប្រាសាទតាមាន់នៅបន្តបាញ់ផ្លោងឥតដាច់នៅឡើយទេចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត2នៅស្ថានភាពនៅជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃនៅបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់ពីវេលាម៉ោង 8:00 នាទីដល់វេលាម៉ោង 15:00 នាទីរសៀលថ្ងៃទី18ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង 8:12 នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិបឹងត្រកួននិងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង 9:58 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង 11:06 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនិងនៅវេលាម៉ោង 11:20 នាទីយោធាថៃបានប្រើប្រាស់ drone ស៊ើបការរំលោភក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រក្រោយភូមិជោគជ័យនិងភូមិព្រៃច័ន្ទនៅវេលាម៉ោង 13:52 នាទីយោធាថៃបានបាញ់ផ្លោងចូលទៅក្នុងភូមិព្រៃច័ន្ទ
នៅវេលាម៉ោង 14:32 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅក្នុងភូមិសាស្ត្រក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 14:45 នាទីយោធាថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅភូមិសាស្ត្រក្រុងសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 4:47 នាទីយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងដៃបាញ់ចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចសូមបញ្ជាក់ជូនផ្សាយជាថ្មីថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃប៉ុណ្ណោះដែលធ្វើការវាយប្រហារមកលើទីតាំងប្រជាជនស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាចំនួន18នាក់ហើយបានបាត់បង់ជីវិតក្នុងនោះមានទារកមួយរូបផងដែរនិងមានអ្នករបួសកើនឡើងរហូតដល់79នាក់ម្ដងហើយម្ដងទៀតកងទ័ពថៃតែងតែយកលេសនិងប្រើប្រាស់គ្រប់ឧបាយកលដើម្បីលាក់បាំងនៅទង្វើឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកម្រោលទៅលើច្បាប់អន្តរជាតិទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏ឃោរឃៅរួមទាំងការប្រើប្រាស់អាវុធយុទ្ធោបករណ៍ធុនធ្ងន់និងកម្រិតបំផ្លាញខ្ពស់ដូចជាយន្តហោះចម្បាំង F-16 នាវាចម្បាំងកំភ្លើងធំគ្រប់ប្រភេទគ្រាប់បែកចង្កោមគ្រាប់បែកផ្សែងពុលដ្រូនគ្រប់ប្រភេទនិងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារលើកម្ពុជាជាពិសេសទៅលើជនស៊ីវិលនិងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិដែលបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិនិងជារដ្ឋដែលបំផ្លាញសន្តិភាពនិងសន្តិសុខមិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេប៉ុន្តែតំបន់ទាំងមូលដើម្បីបំរើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសតូចនិងខ្សោយជាងខ្លួនប៉ុណ្ណោះយើងសូមអំពាវនាវឲ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួនគោរពបទឈប់បាញ់ដែលខ្លួនបានបំពាននិងអនុវត្តឡើងវិញនៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃកងទ័ពថៃត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាពនិងសុចរិតសុចន្ទៈដោយស្ដែងចេញពីទង្វើដែលមានទំនួលខុសត្រូវខ្ពស់និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារសាស្ត្រនិងការភូតភរកុហកនោះទេក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើការថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាននេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពាននិងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងក៏សូមបញ្ជាក់នៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដី
សេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងឥតងាករេទោះក្នុងកលៈទេសៈណាក៏ដោយសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពនៅជួរមុខក្រសួងការពារជាតិនឹងធ្វើការចេញផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and member of the press. This afternoon, I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th Military Region on December 18, 2025, into the 12th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attack on the certain area within the sovereign territory of Cambodia. First, the frontline situation at 4 military regions, Udon Minjay and Preah province. The Thai military continue its attack on Cambodia from 8 a.m. to 3 p.m. on December 18, 2025. At 8:10 a.m., the Thai military mobilized their troops into the area in front of Teh Krahom. At 8:50 a.m., the Thai military launched attack in the area of Teh Krahom, Pramakra, Phnom Trop, Preah Temple, and Jamkachey. At 9:45 a.m., the Thai military continued to fire into the area of Tamon Temple and Takrobay Temple. At 9:51 a.m., the Thai military deployed F-16 fighter jets to bomb the area of Phnom Khmau. At 10:07 a.m., the Thai military deploys F-16 fighter jets to bomb the area of Petsbay. At 10:29 a.m., the Thai military used toxic gas in the area of Preah Temple, Phnom Khmau, and Pramakra. From 2 p.m., the Thai military invasion of the Cambodia sovereignty territory has continued, involving the use of artillery and small arms to fire into the area of Preah Temple and Phnom Trangal, the area of Tatao, Phnom Khmau, and Tamon Temple. The attacks are continuing relentlessly. The situation in the other areas remain calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region, Banteay Meanchey and Posat provinces. The Thai military continue to attack Cambodia from 8 a.m. to 3 p.m. on December 18, 2025. At 8:12 a.m., the Thai military shelled into the area of Bang Trakun and Chokchey village. At 9:58 a.m., the Thai military shelled into the area of Prejan village. At 11:06 a.m., the Thai military deployed F-16 fighter jets to bomb the area of Poipet, Banteay Meanchey province. At 11:20 a.m., the Thai military deployed reconnaissance drones violating Cambodian airspace behind the area of Chokchey and Prejan village. At 1:42 p.m., the Thai military shelled into the area of Prejan village. At 2:32 p.m., the Thai military deployed an F-16 fighter jets, dropping the bomb in the area of Seraisapon, Banteay Meanchey province. At 2:45 p.m., the Thai military deployed an F-16 fighter jets, dropped bomb in the area of Seraisapon, Banteay Meanchey province. At 2:47 p.m., the Thai military used small arms firing into the area of Oplok Damrai.
The situation in other areas remain calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the death of 18, including one infant, and injury to 79 innocent Cambodian civilians. Time and times again, the Thai military has utilized deceptive tactics to mask its violation of Cambodian sovereignty and territorial integrity in blatant defiance of established international legal frameworks. The Thai military's systemic aggression against Cambodia, characterized by the deployment of heavy weaponry, including F-16 fighter jets, naval warship, heavy artillery, cluster bomb, toxic gas, and all types of advanced drones, constitute a direct assault on the both innocent civilian and the site of the world cultural heritage. Such conduct identifies Thailand as a state that destroys peace and security, not only between Cambodia and the entire region, but also to serve its expansionist ambition and aggression against smaller and weaker countries. We demand that the Thai military immediately cease its campaign of systemic misinformation and distortion. The path towards stability requires an immediate cessation of hostility, strict adherence to the ceasefire, and the full implementation of the joint declaration on the peace agreement between Cambodia and Thailand. The Thai leadership must now demonstrate its sincerity, transparency, and commitment to international law through responsible action rather than hollow rhetoric and lies. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activities, as well as demand that Thailand must take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia territorial integrity and avoid acts of incursion and aggression that threaten peace, stability in the region as a whole. It is also important to stress that as of now, the heroic Cambodian Army and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and always remain vigilant to exercise our rights to self-defense as enshrined in the international legal instrument in the fulfillment of their duty to defend and protect at all costs the Cambodian territorial integrity and people ចាសសូមអរគុណ បាទសូមអរគុណលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពថ្មីនៅតាមព្រំដែនពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់កងទ័ពថៃមកលើអធិបតេយ្យភាពជាតិនិងទឹកដីកម្ពុជាក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមបញ្ជាក់ឡើងវិញជូនសាធារណមតិជាតិនិងអន្តរជាតិអំពីគោលជំហរសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលផ្ទុយស្រឡះពីជំហរធ្វើសង្គ្រាមឈ្លានពានរបស់ថៃ
ទី1ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាគឺជាស្ថាបនិកនិងប្រតិបត្តិការនៃនយោបាយឈ្នះដែលបានលះបង់គ្រប់យ៉ាងដើម្បីបញ្ចប់សង្គ្រាមជិត3ទសវត្សរ៍និងនាំមកនូវសន្តិភាពពេញលេញរយៈពេលយូរជូនដល់ប្រទេសជាតិសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបច្ចុប្បន្នគឺជាអ្នកការពារសន្តិភាពយ៉ាងផ្ដួលផ្ដាច់និងការពារសមិទ្ធផលទាំងឡាយដែលជាស្នាដៃរបស់រៀមច្បងជំនាន់មុនទី2រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយសន្តិភាពនិយមទាំងគោលនយោបាយថ្នាក់ជាតិនិងគោលនយោបាយការបរទេសពាក្យថាអរគុណសន្តិភាពត្រូវបានដាក់បង្ហាញនៅគ្រប់ទិសទីពេញផ្ទៃប្រទេសដើម្បីជាការដាស់ស្មារតីខ្មែរគ្រប់រូបឲ្យនឹកឃើញជានិច្ចនៅគុណតម្លៃសន្តិភាពនិងចូលរួមថែរក្សាការពារសន្តិភាពឋានៈដឹកនាំកម្ពុជាតែងតែពង្រឹងនិងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកនិងតែងតែចែករំលែកទស្សនៈទានស្ដីពីសន្តិភាពនៅគ្រប់វេទិកាអន្តរជាតិទី3នៅពេលដែលប្រទេសថៃបង្កចំនួនតាមព្រំដែនដើម្បីឈ្លានពានទឹកដីកម្ពុជាឋានៈដឹកនាំកម្ពុជាបានបង្ហាញពីការអត់ធ្មត់ក្នុងកម្រិតអតិបរមាដើម្បីបញ្ជៀសការផ្ទុះអាវុធដោយអំពាវនាវម្ដងហើយម្ដងទៀតឲ្យថៃងាកមកដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់និងដោយគោរពតាមស្មារតីនៃអនុសញ្ញាសន្ធិសញ្ញានិងច្បាប់អន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ម្ដងហើយម្ដងទៀតប្រាប់ភាគីថៃថាចំនួនប្រដាប់អាវុធមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេទី4នៅពេលបើកការវាយប្រហារដោយយោធាដើម្បីឈ្លានពានទឹកដីកម្ពុជាលើកទី1រយៈពេល5ថ្ងៃចាប់ពីថ្ងៃ24ដល់28កក្កដា2025ក៏ដូចជាការឈ្លានពានលើកទី2ចាប់ពីថ្ងៃ7ខែធ្នូឆ្នាំ2025មកភាគីកម្ពុជាគ្រាន់តែប្រើសិទ្ធិការពារខ្លួនពីការឈ្លានពានយ៉ាងកម្រៅរបស់ភាគីថៃមកលើបូរណភាពទឹកដីក្នុងដែនអធិបតេយ្យរបស់ខ្លួនតែប៉ុណ្ណោះហើយព្យាយាមមិនពង្រីកទំនាស់នឹងតែងតែទាមទារឲ្យថៃវិលទៅរកការសន្ទនាតាមសន្តិវិធីវិញប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេសតែងតែចេញមុខមកទាមទារសន្តិភាពនិងទាមទារឲ្យថៃបញ្ឈប់អំពើឈ្លានពានរបស់ខ្លួនជាបន្ទាន់ទី5កម្ពុជាតែងតែស្វាគមន៍ទូនាទីសម្របសម្រួលរបស់អន្តរជាតិដូចជាសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងម៉ាឡេស៊ីក្នុងនាមជាប្រធានបដូវវេនអាស៊ានដើម្បីបង្កើតឲ្យមានបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ហើយកម្ពុជាបានគោរពបទឈប់បាញ់នេះយ៉ាងល្អបំផុតបន្ទាប់មកកម្ពុជាក៏ស្វាគមន៍និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជាថៃកាលពីថ្ងៃ26ខែតុលាឆ្នាំ2025ដោយមានប្រធានាធិបតីសហរដ្ឋអាមេរិកអាដាមដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាដាមអាន់វ៉ាអ៊ីប្រាហ៊ីមជាប្រធានបដូវវេនអាស៊ានធ្វើជាសាក្សីកម្ពុជាក៏ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបន្ទាប់ពីការឈ្លានពានលើកទី2របស់ថៃដើម្បីធ្វើម៉េចឲ្យវិលមកអនុវត្តបទឈប់បាញ់ឡើងវិញទី6ប៉ុន្តែគួរឲ្យសោកស្ដាយកិច្ចព្រមព្រៀងនិងកិច្ចខិតខំប្រឹងប្រែងទាំងឡាយត្រូវបានបំផ្លាញចោលទាំងស្រុងដោយភាគីថៃដោយស្រឡះពីជំហររបស់កម្ពុជាថ្នាក់ដឹកនាំថៃទាំងស៊ីវិលនិងយោធាតែងតែប្រើភាសាសង្គ្រាមគំរាមកំហែងក្អេងក្អាងបង្កហេតុហើយបានបើកការវាយប្រហារដោយយោធាយ៉ាងកម្រោលមកលើកងទ័ពនិងជនស៊ីវិលកម្ពុជាដោយមិនរើសមុខដើម្បីឈ្លានពានទឹកដីមុននឹងប្រើសិទ្ធិការពារខ្លួនការពារជីវិតពលរដ្ឋស្លូតត្រង់ពីការវាយប្រហាររបស់ថៃកម្ពុជាបានអត់ធ្មត់មិនតបតរហូតជាង24ម៉ោងដើម្បីគោរពបទឈប់បាញ់ទាំងអស់នេះ
គឺជាតលហេកយ៉ាងច្បាស់ដែលបង្ហាញថាកម្ពុជាឈរនៅខាងសន្តិភាពខណៈថៃឈរនៅខាងសង្គ្រាមដើម្បីឈ្លានពានទឹកដីកម្ពុជានេះគឺជាការពិតដែលពិភពលោកបានដឹងយ៉ាងច្បាស់ហើយដែលភាគីថៃមិនអាចកលៃការពិតនេះបានឡើយសូមអរគុណ Greeting member of the press and all. As the spokesperson of the Royal Government of Cambodia, I would like to reaffirm to the public and international communities the government, the Cambodian government and the leadership stance on peace and Thailand's stance on war to invade Cambodian sovereign territory. First, the leadership of Cambodia, Samdech Techo Hun Sen, the former Prime Minister and the current President of the Senate, is the founders and the main architect of peace through win-win policy, who has sacrificed everything to end nearly 3 decades of war, leading to lasting peace and stability for the country. Samdech Theppadei Hun Manet, the current Prime Minister of Kingdom of Cambodia, is a steadfast guardian of peace and protect the achievement of previous generations. Second, the Cambodian government adhere to policy of pacifism for both domestic and foreign policy. The slogan, "Thank you for peace," is displayed across the country to remind our Cambodian people of the value of peace and to encourage participation in maintaining peace. The leadership continually strengthen and expand friendship and cooperative relations with the various countries worldwide and actively advocate a peaceful outlook on all international forums. Third, when Thailand provoked border dispute to invade Cambodian territory, Cambodia leadership has demonstrated maximum restraint to avoid armed escalation by repeatedly urging Thailand to resolve peacefully the border issues through existing bilateral mechanism in accordance with treaty, convention, and international law. Cambodia has repeatedly emphasized that armed conflict cannot resolve the border issue. Fourth, during the first round of military escalation initiated by Thai soldiers to invade Cambodian territory, which lasted 5 days from July 24 to 28, 2025, and the second round since December 7, 2025, Cambodia responded solely under its right to self-defense against Thai aggression on its sovereign territory, avoiding expansion of conflict, and has been called upon the Thai side to turn to peaceful dialogue. Cambodian citizens, both domestic and abroad, have called for peace and demanded that Thailand to cease its aggressive invasion immediately. Fifth, Cambodia always welcomes the mediating role of international parties such as the United States of America, the People's Republic of China, and Malaysia in its capacity of Asian rotating chair to achieve the ceasefire agreement on July 28, 2025, which Cambodia has been strictly upholding. Subsequently, Cambodia also welcomes and strictly adhere to the Kuala Lumpur Joint Declaration on Peace signed by Prime Ministers of Cambodia and Thailand on October 26, 2025, witnessed by President Donald Trump and Prime Minister Anwar Ibrahim, the Asian rotating chair. Cambodia also welcomes the effort of the US President and Malaysian Prime Minister's call for restoration of the ceasefire
after the second round of armed clashes. Sixth, however, it is regrettable that effort and previous agreement were disregarded by Thai side. Contrary to Cambodia's stance, Thai leadership, both civilian and military, has used war rhetoric, threat, and intimidation, initiating unprovoked military attack on Cambodian forces and civilians without discrimination. On the other hand, before exercising its right to self-defense and protecting the life of innocent Cambodian civilians from Thai armed attack, Cambodia have exercised its utmost restraint and did not retaliate for more than 24 hours in order to respect the ceasefire. This is a clear demonstration that Cambodia stands for peace, while Thailand chooses to stand for war to invade Cambodian sovereign territory. This is an irrefutable fact that the world has clearly witnessed, and the Thai side cannot deny it. Thank you for your attention. បាទកម្មវិធីរបស់យើងបានឈានដល់ទីបញ្ចប់តែប៉ុណ្ណេះហើយយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ